បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខហ្នឹងអញ្ចឹងក្នុងវីដេអូហ្នឹងបងនឹងប្រាប់អំពីរបៀបនៅក្នុងការបំពេញសញ្ញាកិច្ចការដោយបងប្អូនមួយចំនួនក៏គាត់បានដឹងហើយគ្នាយើងមួយចំនួនទៀតគឺអត់ទាន់បានដឹងឬក៏ដឹងមានការសពិចសពិលអីបងប្អូនអាចមើលវីដេអូនេះបានអូខេអញ្ចឹងចំណុចទី1យើងមើលទៅលើលេខបន្ទប់ yes លេខបន្ទប់អញ្ចឹងលេខបន្ទប់ហ្នឹងគឺយើងប្រឡងនៅបន្ទប់លេខប្រមាណគឺយើងដាក់លេខបន្ទប់ប៉ុណ្ណឹងអានេះបងឧទាហរណ៍អូខេបងឧទាហរណ៍ថានៅបន្ទប់លេខ1ចុះអញ្ចឹងបងដាក់លេខ1ហើយបញ្ជាក់គ្នាយើងលេខ1នេះគឺយើងអាចទៅសេលេខខ្មែរក៏បានអាចទៅសេលេខបារាំងក៏បានអូខេអញ្ចឹងយើងអាចទៅសេអញ្ចឹងមកបន្ទាប់មកលេខតុកដូចគ្នាទៅសេលេខខ្មែរក៏បានលេខបារាំងក៏បានក៏ប៉ុន្តែយើងល្អយើងគួរតែទៅសេលេខខ្មែរទៅមើលទៅវាស្អាតអញ្ចឹងណាហើយសម្រាប់អ្នកដែលអត់សូវចេះទៅសេលេខខ្មែរក៏អាចទៅសេលេខបារាំងបានដែរអូខេបន្ទាប់មកទៀតកន្លែងនេះសម័យប្រឡងអញ្ចឹងសម័យប្រឡងយើងគឺប្រឡងនៅថ្ងៃទី6វិច្ឆិកា2023អញ្ចឹងយើងដាក់មក6វិច្ឆិកា2023ហើយដល់ពេលថ្ងៃអង្គារទី7ក៏យើងត្រូវតែរក្សាថ្ងៃទី6វិច្ឆិកាដដែលអត់មានផ្លាស់ប្ដូរសម័យប្រឡងទេបន្ទាប់មកទៀតកន្លែងមណ្ឌលប្រឡងគឺយើងប្រឡងនៅមណ្ឌលណាយើងទៅសេមណ្ឌលនឹងមកហើយកន្លែងហ្នឹងគឺត្រូវប្រយ័ត្នកន្លែងវិទ្យាល័យនេះកន្លែងវិទ្យាល័យនេះគឺបងប្អូនកុំទៅសេកាត់ណាទៅសេវិទ្យាល័យឲ្យពេញមកយើងប្រឡងមណ្ឌលណាដាក់មណ្ឌលហ្នឹងបន្ទាប់មកទៀតកន្លែងនេះហត្ថលេខាអនុរិយត្រូវប្រយ័ត្នហាមប៉ះពាល់កន្លែងហត្ថលេខាអនុរិយនេះឲ្យសោះចំណុចទី1ចំណុចទី2បើសិនជាសញ្ញាកិច្ចការរបស់យើងហត្ថលេខាអនុរិយអត់មានឬក៏មានតែមួយគឺត្រូវធ្វើម៉េចឲ្យគាត់សញ្ញេលេខកន្លះកិច្ចការយើងឲ្យបាន2អញ្ចឹងតើតាសញ្ញាកិច្ចការយើងមានហត្ថលេខាអនុរិយ2ទើបគេចាត់ទុកថាជាហត្ថលេខាឬក៏ជាសញ្ញាកិច្ចការដែលត្រឹមត្រូវកន្លែងនេះនាមតកូលនិងនាមខ្លួនយើងឈ្មោះអីយើងទៅសេឈ្មោះនឹងមកអូខេអានេះខ្ញុំឧទាហរណ៍ថាខ្ញុំឈ្មោះអញ្ចឹងបន្ទាប់មកទៀតថ្ងៃខែឆ្នាំកំណើតអូខេអ្នកទាំងគ្នាអាចដាក់ថ្ងៃខែឆ្នាំកំណើតអ្នកទាំងអស់គ្នាបាន yes អានេះខ្ញុំឧទាហរណ៍ទេអូខេបន្ទាប់មកទៀតចូលដល់កន្លែងហត្ថលេខានេះគឺសញ្ញាយើងអញ្ចឹងយើងសញ្ញាកន្លែងហត្ថលេខានេះមកអូខេបន្ទាប់មកទៀតកន្លែងនេះគឺហាមប៉ះពាល់អក្សរហើយអ្វីដែលកាន់តែពិសេសនោះគឺកន្លែងអក្សរសម្ងាត់ហាមប៉ះពាល់កន្លែងនេះអក្សរអញ្ចឹងកន្លែងវិញ្ញាសានេះយើងប្រឡងមុខវិជ្ជាអីយើងដាក់មុខវិជ្ជានឹងមកជាការស្រេចអូខេអញ្ចឹងរបៀបនៃការបំពេញសញ្ញាកិច្ចការគឺងាយមានតែប៉ុណ្្នឹងទេអ្វីដែលកាន់តែត្រូវប្រយ័ត្នគឺកន្លែងអក្សរសម្ងាត់ហើយនិងហត្ថលេខាអនុរិយត្រូវចាំជានិច្ចថាកុំប៉ះពាល់កន្លែងហ្នឹងឲ្យសោះអូខេហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងនិយាយអំពីរបៀបនៅក្នុងការសរសេរចម្លើយសំណួរឬក៏លំហាត់យ៉ាងណាឲ្យមានរចនាបថអូខេអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ